យាននាំសំណាងភូមិសេរីគឺជាភូមិដែលមានភាពល្បីល្បាញផ្នែកកសិកម្មព្រោះក្នុងមួយឆ្នាំកសិករនៅទីនេះតែងប្រមូលផលស្រូវអង្ករបានយ៉ាងច្រើនដើម្បីយកទៅលក់នៅភូមិផ្សេងទៀតក្រៅពីស្រូវនិងអង្ករដែលជាទិន្នផលចម្បងពួកគេក៏អាចបង្កើនផលដំណាំហូបផ្លែនិងបន្លែមួយចំនួនផងដែរថ្ងៃមួយអំសុកដែលជាមេភូមិបាននិយាយជាមួយនឹងប្រពន្ធនិងកូនគាត់ក្នុងពេលហូបបាយថ្ងៃត្រង់ថាឆ្នាំនេះមិនដឹងជាយ៉ាងម៉េចទេបានជាគ្មានភ្លៀងធ្លាក់សោះឯស្រូវយើងវិញខ្លះក្រៀមស្វិតបណ្ដាហើយបើតែបែបនេះមុខជាជំពាក់បំណុលគេមិនខានឡើយចម្លែកណាស់នៅល្ងាចនោះមានភ្លៀងធ្លាក់មួយមេយ៉ាងធំអមដែលខ្យល់ព្យុះកន្ត្រាក់ទៀតផងដែលបណ្ដាលឲ្យដាច់ខ្សែបណ្ដាញអគ្គិសនីទៀតផងប៉ុន្តែមិនមានអ្នកណារងគ្រោះថ្នាក់ទេព្រឹកឡើងមេក៏នៅតែមិនទាន់ស្រឡះល្អដែរតារាជាកូនប្រុសរបស់លោកមេភូមិនៅថ្ងៃនោះបន្ទាប់ពីទទួលទានបាយរួចគាត់បានទៅរកក្តាមនៅឯវាលស្រែក៏ស្រាប់តែប្រទះនឹងយានម្យ៉ាងដែលរាងដូចថាសយ៉ាងធំមួយចតនៅលើដីទំនេរចោលក្បែរនោះតារាដើរចូលទៅចិត្តក៏បានឃើញមនុស្សចម្លែកម្នាក់នៅទីនោះដែលមានសភាពស្រេកឃ្លានយ៉ាងខ្លាំងហើយប្រហែលជាមិនដឹងទៅរកចំណីនៅទីណាម្យ៉ាងដោយសាររូបរាងរបស់ខ្លួនខុសប្លែកពីមនុស្សទីផងដោយក្តីងឿងឆ្ងល់តារាបានសួរនាំដឹងសពគ្រប់ហើយក៏ដើរត្រឡប់មកផ្ទះវិញតារាក៏បានវិចគ្រប់សណ្ដែកមួយបង្វិចទៅជួបមនុស្សចម្លែកនោះវិញក្រោយពីបានបរិភោគគ្រប់សណ្ដែកនោះរួចមនុស្សចម្លែកនោះហាក់មានកម្លាំងគ្រាន់ជាងមុនហើយក៏បានអរគុណនិងសួរទៅកាន់តារាវិញថាតើឯងចង់បានអ្វីពីយើងដែរទេពេលដែលបានឮសំណួរនេះឡើងតារានឹកឃើញដល់បញ្ហាប្រឈមមុនគេនោះគឺការដែលមិនមានអគ្គិសនីគ្រប់គ្រាន់ហើយឥឡូវលែងមានអគ្គិសនីប្រើប្រាស់ទៀតដោយសារភ្លៀងខ្លាំងកាលពីយប់មិញនេះឯបញ្ហាមួយទៀតគឺតារាបានលើកឡើងតាមពាក្យសម្ដីរបស់ឪពុកខ្លួនគឺអាកាសធាតុក្តៅហ៊ុនហែងគ្មានទឹកភ្លៀងយកទៅធ្វើស្រែបានគ្រប់គ្រាន់ឡើយក្រោយពីយល់អំពីបញ្ហាលើកឡើងនេះហើយមនុស្សចម្លែកបានបន្តទៀតថាតើឯងដឹងថាព្រះអាទិត្យបានចេញអ្វីខ្លះមកលើផែនដីយើងនេះដែរឬទេតារាតបថាខ្ញុំមិនដឹងទេមនុស្សចម្លែកនិយាយតទៀតថាយានរបស់យើងប្រើប្រាស់តែពន្លឺនិងកម្ដៅពីព្រះអាទិត្យជាចម្បងដើម្បីបំផ្លាញជាថាមពលហើយយើងអាចបញ្ជាវាឲ្យហត់បានតែម្ដងមួយរំពេចនោះមនុស្សចម្លែកក៏ចូលទៅកាន់យាននោះហើយលើកយកបន្ទាក់បំផ្លាញកម្ដៅនិងពន្លឺពីព្រះអាទិត្យចំនួន4មកឲ្យតារាសង្កេតឃើញថាបន្ទះទាំងនោះដូចជានឹងបន្ទះដែលពាសនៅលើយាននោះដែរមិនតែប៉ុណ្ណោះមនុស្សចម្លែកនោះក៏បានហុចសៀវភៅមួយក្បាលមកឲ្យតារាផងដែរដែលមិនបង្អង់យូរតារាក៏បានអរគុណនិងរត់ទៅប្រាប់ឪពុករបស់ខ្លួនឲ្យនាំយករបស់របរទាំងនោះព្រោះតារាយកមិនអស់ទេព្រះអាទិត្យចាប់ផ្ដើមចាំងពន្លឺដឹងបញ្ចេញកម្ដៅល្មមគ្រប់គ្រាន់ដែលអាចឲ្យយានរបស់មនុស្សចម្លែកចាក់ឡាត់បានមួយរំពេចនោះយាននោះក៏ហោះបាត់ទៅអំសុកស្ទើរតែមិនជឿថាមានហេតុការណ៍នេះកើតឡើងតតែសោះព្រោះគាត់មិនបានឃើញផ្ទាល់ដោយដែលតារាបានជួបបែបនោះទេក្រោយពីយកបន្ទះស្រូបពន្លឺនិងកម្ដៅព្រះអាទិត្យទៅបំពាក់នៅលើដំបូលផ្ទះរួចការចំណាយថ្លៃអគ្គិសនីនៅក្នុងផ្ទះក៏បាន